សួស្តីអ្នកនរគ្នាហើយនេះគឺយើងមកជាមួយនឹង Minecraft ទៀតហើយមកម្ដងនេះគឺមកជាមួយនឹង mod មួយទេដែលមានឈ្មោះថា Subball Effect អញ្ចឹង mod មួយនេះគឺអត់មានអីច្រើនទេវាគ្រាន់តែបន្ថែម effect តិចតួចទៅលើ Minecraft របស់យើងអញ្ចឹងបើចង់ដឹងថា effect ទាំងអស់ហ្នឹងមានអីគេខ្លះតោះឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងទី1នេះគឺ effect ទៅលើចង្គៀងធម្មតាគឺវាអត់មានរបៀបជាម្រែងភ្លើងទេនៅពេលដែលយើងដាក់ mod នឹងចូលទៅចង្គៀងមួយយើងគឺវាមាន load ម្រែងភ្លើងអញ្ចឹងណាហើយខ្ញុំអត់ដឹងថាអ្នកនរគ្នាយល់ថាម្រែងភ្លើងនឹងអីគេអត់ទេហើយបើដឹងថាម្រែងភ្លើងនឹងអីគេទៅ search មើល YouTube ថែមទៅចំពោះទៅលើ torch ក៏មានជាមួយនឹងម្រែងភ្លើងដូចគ្នាដែរអញ្ចឹងម្រែងភ្លើងហ្នឹងគឺនៅពេលដែលយើងដាក់ mod ហ្នឹងទៅគឺរបស់ណាដែលមានពន្លឺហើយនឹងភ្លើងគឺវាចេញម្រែងភ្លើងហ្នឹងមកទាំងអស់ហើយមួយទៀតចំពោះ item ដែលយើងបានdrop គឺវាមានពលឺភ្លឺវារបៀបដូចជាម្រែងភ្លើងដែរគ្រប់តែវាពណ៌ទៅតាមកម្រិតអញ្ចឹងណាឧទាហរណ៍តែរបស់នឹងល្អរបស់ enchant របស់អីអញ្ចឹងទៅគឺវាមានម្រែងភ្លើងពណ៌ផ្សេងតាមកម្រិតរបស់វាអញ្ចឹងទៅហើយ mod មួយនេះក៏បន្ថែមទៅលើ effect នៃការរត់របស់យើងដែរគឺរត់ទៅវាមានលក្ខណៈហុយដីសូម្បីតែរត់លើថ្មក៏ហុយដីដែរនិយាយទៅអាហ្នឹងគឺវាមិនមែនដូចដីទេគឺវារបៀបជាផ្សែងហើយមួយទៀតនោះគឺនៅពេលដែលយើងធ្លាក់ទឹកឬក៏យើងលោតទឹកអីហ្នឹងគឺវាបន្ថែម effect ពីលើហ្នឹងដែរដែលមើលទៅវាស្អាតជាងធម្មតាអញ្ចឹងណាដល់ពេលដែលយើង drop item ចូលទៅក្នុងទឹកអីហ្នឹងគឺវាមានបន្ថែម effect ដូចគ្នាហើយមួយទៀតរបស់ rare ដូចជា diamond ដូចជាអីឧទាហរណ៍តែយើងទៅម៉ាញនឹង cave យើងឃើញ diamond ឃើញអីហ្នឹងគឺវាមានពលឺភ្លឺចាំងនៅចិត្ត diamond ហ្នឹងហើយជាមួយនឹងអាវក៏ដូចគ្នាដែរនៅពេលដែលយើងពាក់អាវ diamond ហ្នឹងគឺវាមានពលឺចាំងផ្លេកទៅលើអាវដូចគ្នាអញ្ចឹង mod ហ្នឹងគឺមិនមែនមានតែ effect ប៉ុណ្ណឹងទេគឺមាន effect ច្រើនទៀតនៅក្នុង cave ដោយសារតែខ្ញុំខ្ជិលនិយាយច្រើនអញ្ចឹងអ្នកនរគ្នាអាចដាក់វាលេងបានទៅដឹងខ្លួនឯងហើយអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្ណឹងទេហើយចាំជួបគ្នានៅវីដេអូជាមួយនឹង mod ថ្មីបន្តទៀតពី Minecraft